ធានបទលើកហ្នឹងគឺផ្ដល់ជាគំនិតខ្លះៗដល់បងប្អូនដែលចាប់អារម្មណ៍ទៅលើការចាប់ផ្ដើមអាជីវកម្មពេលខ្លះទៅយើងមិនដឹងចាប់ផ្ដើមពីចំណុចណាខ្ញុំធ្លាប់បានផ្ដល់កលឹះពីមុនហើយគឺតាក់ទងទៅនឹងដឹងតែយើងធ្វើអីបើលើកហ្នឹងអាចថាយើងដឹងតែយើងចង់ធ្វើអីណាអញ្ចឹងសួរថាដើម្បីចាប់ផ្ដើមយើងតើគួរតែចាប់ផ្ដើមដូចម៉េចព្រោះក្នុងអាជីវកម្មមួយបើយើងចេះតែធ្វើទៅអានឹងងាយនឹងបរាជ័យមែនតើហ្មងណាពេលយើងខ្ចីយើងថ្មីថ្មយកមានអីទាំងអស់អញ្ចឹងដើម្បីចាប់ផ្ដើមខ្ញុំអត់មានអីច្រើនខ្ញុំគ្រាន់តែផ្ដល់ជាគំនិតខ្លះៗឲ្យបងប្អូនយកទៅគិតទេយកទៅគិតបន្ថែមណាគំនិតទី1ដែលខ្ញុំចង់ផ្ដល់ឲ្យគឺតាក់ទងទៅនឹងតម្លៃថ្លៃណាអឺជាទូទៅនៅពេលដែលយើង compete ជាមួយនឹងអាជីវកម្មចាស់អញ្ចឹងសួរថាតើយើងអាចធ្វើបានដូចគេហើយតម្លៃទាបជាងគេអត់ cost ហ្នឹងណាព្រោះអតិថិជនគេនឹងពិចារណាមើលបើសិនជាតម្លៃយើងទាបជាងអាជីវកម្មចាស់ដែលកំពុងធ្វើយើងអាចធ្វើបានគុណភាពប្រហែលគេតែយើងអាចធ្វើឲ្យវាមានតម្លៃទាបជាងគេអាហ្នឹងហើយគឺយើងអាចប្រកួតប្រជែងមួយគេបានណាចង់និយាយថាមានចំណុចតាក់ទាញដែលធ្វើឲ្យអតិថិជនដែលធ្លាប់គ្រប់គ្រងអាជីវកម្មចាស់ហ្នឹងងាកមកគ្រប់គ្រងអាជីវកម្មរបស់យើងហើយជាក់ស្ដែងយើងសង្កេតឃើញនៅលើទីផ្សារអាជីវកម្មថ្មីដែលលេចរូបរាងឡើងគាត់មានវិធីធ្វើឲ្យតម្លៃហ្នឹងវាថោកជាងមុនអញ្ចឹងធ្វើអតិថិជនគ្រប់គ្រងលើខ្ញុំឧទាហរណ៍ដូច Walmart អញ្ចឹង Walmart គាត់ចាប់ផ្ដើមអាជីវកម្មរបស់គាត់ compete ទៅលើតម្លៃខ្លាំងមែនតើព្រោះអត់អាចមានពីណាធ្វើបានថោកជាង Walmart ទេធ្វើអញ្ចឹងតែធ្វើឲ្យ Walmart អាចផ្ដួលម៉ាតផ្សេងបានអញ្ចឹងណាផ្ដួលផ្សារផ្សេងអញ្ចឹងទៅព្រោះគាត់លក់ឲ្យបានថោកមែនតើហ្មងតម្លៃលក់រាយអញ្ចឹងស្មើនឹងតម្លៃគេលក់ដុំគាត់អាចធ្វើថោកដោយសារតែគាត់ធ្វើច្រើនគាត់មានដៃគូរោងចក្រគាត់នឹងអាចផលិតបានក្នុងតម្លៃថោកហើយមានគុណភាពអញ្ចឹងត្រូវគាត់ប្រកែឃើញណាអញ្ចឹងការប្រកួតទៅលើតម្លៃជាមួយគុណភាពប្រហែលគ្នាអញ្ចឹងបើយើងធ្វើបានតម្លៃហ្នឹងគឺយើងឈ្នះគេប៉ុន្តែបើសិនជាយើងធ្វើអត់បានតម្លៃហ្នឹងទេត្រូវធ្វើម៉េចអញ្ចឹងយើងចូលមកដំណោះស្រាយទី2គឺអត់ compete ទៅលើតម្លៃទៀតទេគឺ compete ទៅលើរចនាបថឬក៏ភាពតាក់ទាញសោភ័ណភាពឬក៏អាចនិយាយថាសិល្បៈអញ្ចឹងឧទាហរណ៍ថាអ្វីដែលយើងផលិតមកហ្នឹងយើងអត់ខ្លាំងទៅលើតម្លៃតើយើងមានចំណុចអីពិសេសតាក់ទាញលើគេអត់ឥឡូវខ្ញុំឧទាហរណ៍មួយតាក់ទងកុំព្យូទ័រ Apple គាត់ចេញកុំព្យូទ័រមកគឺគាត់អត់ compete ទៅលើតម្លៃទេប៉ុន្តែគាត់ compete ទៅលើរចនាបថរបស់កុំព្យូទ័ររបស់គាត់ភាព convenient ភាពទំនើបភាពស៊ីវិល័យមើលទៅគឺ cool ហ្មងអញ្ចឹងដែលធ្វើឲ្យគាត់អាចលក់បានថ្លៃជាងគេហើយអត់ប្រកួតប្រជែងមួយគេទេគាត់ប្រកួតប្រជែងទៅការ design ការរចនាម៉ូដនិងភាពប៉និតរបស់វាទេឃើញទេឥឡូវឧទាហរណ៍មួយទៀតដូចឡានអញ្ចឹងឃើញទេដូចឡាន Rolls-Royce អីចឹងទៅឡានប្រភេទ Porsche និយាយចំប្រភេទឡានប៉និតថ្លៃគាត់អត់ compete ទៅលើតម្លៃទៀតទេតែគាត់ compete ទៅលើរចនាបថរបស់ឡានគាត់ធ្វើមិនឲ្យបានស្អាតធ្វើមិនឲ្យបានលយឲ្យបានអីចឹងទៅអញ្ចឹងគាត់ប្រកួតទៅលើនឹងអ្នកដែលចង់បានស៊ីវិល័យចង់អីហ្នឹងគេនឹងសម្រេចចិត្តទិញរបស់គាត់ប៉ុន្តែគ្រាន់ថាបើយើង compete ទៅលើផ្នែកហ្នឹងគឺយើងអត់ចាប់អតិថិជនច្រើនទេយើងចាប់អតិថិជនតិចទេតែថ្លៃមកមួយតម្លៃយកកប់មកកន្លែងហ្នឹងណាអញ្ចឹងលុះត្រាតែទឹកដៃរបស់យើងដល់កម្រិតកំពូលហ្មងអញ្ចឹងក្នុងអាជីវកម្មរកស៊ីក៏ដោយតតែយើងមានទឹកដៃដល់កម្រិតកំពូលមួយឥឡូវខ្ញុំឧទាហរណ៍មួយថាយើងចង់ធ្វើភោជនីយដ្ឋានមួយយើងអត់អាចរក resource ក្នុងតម្លៃថោកឲ្យមានគុណភាពល្អបានទេព្រោះយើងចាប់បានថ្មីយើងអត់ដឹងប្រភពទៅរកប្រភពវត្ថុធាតុដើមហើយបានថោកហើយអញ្ចឹងយើងត្រូវសម្លៀងទឹកដៃរបស់យើងក្នុងការធ្វើម្ហូបធ្វើមួយឲ្យឆ្ងាញ់គេឲ្យពិសេសការរចនាម៉ូដម្ហូបរបស់យើងធ្វើឲ្យស្អាតឲ្យតាក់ទាញណាការរៀបចំហាងយើងឲ្យ romantic និយាយចំគឺយើងតាក់ទាញអតិថិជន high class ដែលគាត់អត់គិតពីតម្លៃទេគាត់ចង់បានតែអ្វីដែលលយដែលអីចឹងទេអានឹងយើងប្រកួតបានណាឥឡូវយើងក៏លេចមើលអាជីវកម្មផ្សេងទៀតឧទាហរណ៍យើងរកស៊ីតាក់ទងអីឥឡូវមកថាធ្វើផ្ទះចុះឥឡូវបច្ចុប្បន្នតាក់ទងអចលនវត្ថុច្រើនអាចដូចជាបារីអីចុះបើសិនជាយើងចង់ធ្វើបារីលក់ដូចគេអញ្ចឹងយើងត្រូវដឹងថាតើយើងខ្លាំងអីគេចំណុចខ្លាំងគេយើងអាចធ្វើផ្ទះតម្លៃថោកបានដោយសារយើងបកកែក្នុងការគ្រប់គ្រងកម្លាំងពលកម្មយើងចង់និយាយថាកម្មករ10នាក់ដូចគ្នាគេធ្វើបាន10ឯងយើងអាចធ្វើបាន20អានេះយើងឈ្នះឲ្យឃើញយើងឈ្នះនឹងតម្លៃអញ្ចឹងយើងអាចបន្ថយតម្លៃនឹងទៀតក៏យើងនៅតែចំណាញ់ដែរអញ្ចឹងគេ compete អត់ឈ្នះយើងអញ្ចឹងយើងអត់ចាំបាច់ធ្វើផ្ទះថ្លៃទេធ្វើផ្ទះតម្លៃទៀតប្រកួតទៅលើតម្លៃតែបើយើងអត់បកកែអញ្ចឹងប៉ុន្តែយើងបកកែធ្វើមួយរចនាបថម៉ូដអញ្ចឹងយើងធ្វើផ្ទះមានវិញឲ្យស្អាតមួយស្អាតហៅទីតាំងឲ្យល្អសំធ្វើតែលក់ថ្លៃហ្មងអញ្ចឹងក៏យើងអាចប្រកួតប្រជែងអ្នកដែលចង់បានផ្ទះថ្លៃគឺគេនឹងមករកផ្ទះរបស់យើងហើយបាទអញ្ចឹងខ្ញុំគិតថា
កំណត់ហ្នឹងបើសិនបងប្អូនចាប់ផ្ដើមអាចយកទៅពិចារណាមើលទៅស្រឡឹងមើលខ្លួនឯងណាថាតើយើងចាប់ផ្នែកណាមួយហើយចាប់ផ្ដើមធ្វើវាទៅអរគុណ